ចឹងមិនថាតលេងស្រុកគេកុំឲ្យខាតអូសទាញភ្ញៀវទេសចរមកស្រុកឯងចាថ្ងៃនេះមានភ្ញៀវពិសេសមកតាំងពីឥណ្ឌាធ្លាក់កាត់ពីនាយធ្លាក់ដល់អាយមករកនាងខ្ញុំណាបងប្អូនព្រឹកឡើងទិញមាន់ស្រែនឹងបាន2ក្បាលចាព្រោះអីល្ងាចនឹងមានភ្ញៀវពិសេសមកលេងអញ្ចឹងទៅធ្វើមាន់ស្រែប្តីខ្ញុំក៏ថាធ្វើមាន់ស្រែឲ្យគេហូបអញ្ចឹងណាអញ្ចឹងគឺថាបានមាន់មួយគូចាមាន់មួយគូមកហើយប៉ុន្តែខ្ញុំអត់បានធ្វើជាម្ហូបខ្មែរអីទេអញ្ចឹងឲ្យចុងភៅគាត់អ្នកចាត់ចែងចាតាមបែបឥណ្ឌាធ្វើម្ហូបឥណ្ឌាដែលគាត់ពេញនិយមនៅឥណ្ឌាអញ្ចឹងណាហើយគាត់ធ្វើខ្លួនឯងសម្រាប់ខ្ញុំគឺអត់បានធ្វើម្ហូបខ្មែរម្ហូបអីជូនគាត់ទេប៉ុន្តែមាន់ហ្នឹងគឺមាន់ស្រែសុទ្ធណាបងប្អូន2ក្បាលពេលល្ងាចក៏ចូលមកដល់ចាកាយរបស់យើងក៏បាននាំភ្ញៀវដែលនាងខ្ញុំនិយាយគ្នាមួយគាត់តាំងពីកាលខ្ញុំទៅលេងញូដេលីជួបគាត់ចាគាត់គឺជាម្ចាស់ផ្ទះជួលចាមិនមែនជាផ្ទះសំណាក់ទេប៉ុន្តែជាផ្ទះជួលគាត់មានផ្ទះជួលរបស់គាត់ហ្នឹង4ល្វែងចាអញ្ចឹងគាត់មកតាមការណាត់ហើយក៏ដូចជាការផ្សព្វផ្សាយដែលខ្ញុំអញ្ជើញគាត់មកឲ្យគាត់មកដើរលេងថានៅប្រទេសគាត់ព្រឹកឡើងឮតែសលេងឡានម៉ូតូទីតហើយជាប់ស្ទះពេញផ្លូវរាប់ម៉ោងអញ្ចឹងណាបងប្អូនចាហើយនេះគឺគាត់ស្លៀកសារីចាស្លៀកសារីបែបប្រពៃណីឥណ្ឌាណាបងប្អូនណាចាអញ្ចឹងគឺគាត់អញ្ជើញមកដល់នេះម៉ោង6កន្លះល្ងាចចាគាត់អញ្ជើញមកដល់ម៉ោង6កន្លះល្ងាចចាហើយខ្ញុំអត់បានទៅទទួលគាត់ទេព្រោះអីនៅហាងក៏ជាប់មានភ្ញៀវមានអីដែរអញ្ចឹងណាបងប្អូនចាអញ្ចឹងមកដល់ភ្លាមគាត់រត់តែក្តៅហូបតែបែបម៉ាសាឡាធីបែបតែជាតែឥណ្ឌារបស់ពួកគាត់ហ្នឹងណាចាហើយអញ្ចឹងក៏និយាយគ្នាលេងអញ្ចឹងទៅហើយស្អែកហ្នឹងគឺគាត់មកគេងមកសម្រានបានតែមួយយប់ទេចាអញ្ចឹងស្អែកហ្នឹងគឺគាត់អញ្ជើញទៅប្រទេសវៀតណាមព្រោះមិត្តភ័ក្តិគាត់នៅអ្នករស់ស៊ីនៅវៀតណាមបងប្អូនមិត្តភ័ក្តិគាត់ជាជនជាតិឥណ្ឌាចារស់ស៊ីនៅវៀតណាមនៅប្រទេសវៀតណាមហើយនេះគឺសារីចាជាសម្លៀកបំពាក់ប្រពៃណីឥណ្ឌាចឹងខ្ញុំបានខាត់ខ្លួនគាត់ដែរចាសំទោសខ្ញុំបានខាត់គាត់ដែរតែឲ្យនៅរស់ស៊ីស្រុកខ្មែរគាត់ថាទៅមើលខាងវៀតណាមសិនបើថាខាងពុនប្រទេសនោះថោកឬប្រទេសនេះថោកគេអត់អាចនិយាយបានទេគេរស់ស៊ីអញ្ចឹងគឺមានន័យថាអ្នករស់ស៊ីមិនអាចចាសន្យាជាមួយយើងបានទេថាគេនឹងរស់ស៊ីនៅប្រទេសយើងឬក៏ទៅរស់ស៊ីនៅប្រទេសមួយផ្សេងទៀតតែគេមើលទៅតាមការយកពុនគេថោកចាគេប្រៀបធៀបទាំងអស់ចាតាំងពីការនាំចូលមកថោកឬថ្លៃអីចឹងតាមហ្នឹងណាបងប្អូនចាអរគុណបងប្អូនជម្រាបលា